ចូលសូមស្វាគមន៍យ៉ាងកក់ក្ដៅអើយភ្ញៀវជើញមកពីឆ្ងាយអត់បានចេញទទួលសួស្ដីនេះបានន័យថាម៉េចចាប់ដៃគោរពជាប្រពៃណីក្នុងតំបន់ពួកខ្ញុំបង្ហាញពីការគោរពបំផុតចំពោះភ្ញៀវកិត្តិយសហើយណាលោកគ្រូខ្ញុំនៅខាងក្នុងជើញខាងនេះរញ៉េបន្តិចហើយក៏ប្រកាន់អីណាបងធំខ្ញុំនៅខាងក្នុងកំពុងចាំស្វាគមន៍គ្រប់ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅហីបោហើយមុននេះបដិជនទាំង4អង្គកំពុងសម្រាប់ខាងក្នុងទើបបន្ទាប់ចង់រំខានខ្ញុំឃើញលោកគ្រូពលលោកធ្វើដំណើរហត់លួយទ្រាំមិនបានទើបកម្ដៅទឹកជុះលើព្រឹបមួយឲ្យគាត់ងូតបំបត្តិការលួយហត់បដិជនពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរឈប់ដល់កន្លែងដដែលទៀតទៅស្បែករបស់យើងជិះរលាត់អស់ហើយអូសិស្សទាំងអស់គ្នាយកល្អពួកឯងមកមុនជាមួយគ្នាមកទឹកក្តៅដូចសួរខ្លួនណាលោកគ្រូពួកកណ្ដាលខំទៅភ័យដូចសបោយក្នុងឆ្នាំងក្តៅហើយលោកគ្រូមានអារម្មណ៍ងូតទឹកទៀតខោឲ្យពួកឯងពិតជាស្អាតណាស់អូបបាត់យល់ហើយសូមជូនដំណើរយ៉ាងកក់ក្ដៅ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 ខ្ញុំចំណានខ្លាំងណាស់គេដែរស្អីអញបើចោះមួយម៉ាត់ទៅនិយាយដែរតែបិសាចទាំងអស់នោះខ្លាចគេញាត់ដូចកូនសត្វខ្ញុំចង់ដូរស្អីខ្ញុំចង់ធ្វើសុខក្នុងវិញឯងកាត់ចិត្តទៅឯងមើលខ្ញុំដូចអត់ឯងមើលទៅមកចាប់បុញដូចគ្នាអេតែច្បងធំដើរខាងមុខទៅមើលទៅមុខពើគ្រូងើយក្បាលលីដបងលើស្មាជំហានធំយោដៃអត់ទេខុសដៃហើយមិនក៏ទីនេះគ្មានមនុស្សម្នាក់សោះចឹងពួកអាត្មាមកពីមហាឋានខាងកើតទៅភាគខាងលិចចម្លងធរឆ្លងកាត់ទីនេះចង់បិទបាត់ខ្លះណាញោមលោកមេភូមិមកដល់ហើយលោកមេភូមិមើលទៅពួកគេមិនដូចជាអ្វីដែលអ្នកនិទានរឿងនិយាយទេ